កាលនោះតថាគតនៅក្នុងទីស្ងាត់ក៏គិតយ៉ាងនេះថាធម្មតាភពថ្មីទៀតតែងនាំមកនៅសេចក្តីទុក្ខការបែកធ្លាយសរីរៈក៏នាំមកនៅសេចក្តីទុក្ខដូចគ្នាសេចក្តីស្លាប់ប្រកបដោយមោហៈក៏នាំមកនៅសេចក្តីទុក្ខរូបដែលជារាញោមញីហើយក៏នាំមកនៅសេចក្តីទុក្ខអាត្មាអញមានជាតិជាធម្មតាមានជារាជាធម្មតាមានជាធិជាធម្មតាអាត្មាអញនឹងស្វែងរកនៅព្រះនិព្វានដែលមិនចាស់មិនស្លាប់ជាទីខ្សែមខ្សានបើដូច្នោះអាត្មាអញគួរតែលះបង់នៅកាយស្អុយនេះដែលពេញទៅដោយសាកសពផ្សេងជាអ្នកមិនអឡោះអាល័យមិនមានសេចក្តីត្រូវការហើយក៏ចេញទៅផ្លូវនោះនឹងមានពិតផ្លូវនោះមិនមែនជាមិនមានហេតុទេបុគ្គលអាចទៅបានអាត្មាអញនឹងស្វែងរកនៅផ្លូវនោះដើម្បីដោះខ្លួនចាកភពកាលបើទុកមានសុខក៏មានយ៉ាងណាកាលបើភពមានការប្រសិជ្ជៈភពបុគ្គលគួរតែប្រាថ្នារកយ៉ាងនោះដែរកាលបើក្តៅមានត្រជាក់ក៏មានយ៉ាងណាកាលបើភ្លើង3ប្រការមានព្រះនិព្វានដែលបុគ្គលគួរប្រាថ្នាក៏មានយ៉ាងនោះដែរកាលបើបាបមានបុណ្យក៏មានយ៉ាងណាកាលបើជាតិមានព្រះនិព្វានដែលមិនមានជាតិដែលបុគ្គលកប់បីប្រាថ្នាក៏មានយ៉ាងនោះដែរបរោះដែលប្រឡាក់លាមកឃើញស្រះពេញទៅដោយទឹកហើយមិនស្វែងរកស្រះទោសនោះមិនមែនជាទោសរបស់ស្រះទេយ៉ាងណាមិញកាលបើស្រះគឺព្រះនិព្វានមានហើយបុគ្គលមិនស្វែងរកនៅស្រះសម្រាប់លាងនៅកិលេសជាមន្ទិលចេញទោសនោះមិនមែនជាទោសនៃស្រះនោះទេគឺជាទោសរបស់បរោះក៏យ៉ាងនោះដែរបរោះដែលត្រូវសត្រូវទាំងឡាយឡោមព័ទ្ធហើយកាលបើផ្លូវសម្រាប់រត់ទៅក៏មានតែបរោះនោះមិនរត់ទៅទោសនោះមិនមែនជាទោសនៃផ្លូវទេយ៉ាងណាបុគ្គលត្រូវកិលេសរួបរត់ហើយកាលបើផ្លូវព្រះនិព្វានមានតែមិនស្វែងរកផ្លូវនោះទោសនោះមិនមែនជាទោសរបស់ផ្លូវគឺព្រះនិព្វានទេជាទោសរបស់បុគ្គលនោះឯងយ៉ាងនោះដែរបរោះដែលមានជំងឺកាលបើពេទ្យមានតែមិនឲ្យពេទ្យនោះព្យាបាលជំងឺនោះទេទោសនោះមិនមែនជាទោសនៃពេទ្យទេយ៉ាងណាបុគ្គលត្រូវជំងឺគឺកិលេសទាំងឡាយបៀតបៀនហើយដល់នៅសេចក្តីទុក្ខមិនស្វះស្វែងរកអាចារ្យទោសនោះមិនមែនជាទោសនៃអាចារ្យទេគឺជាទោសរបស់បុគ្គលនោះឯងក៏យ៉ាងនោះដែរបើដូច្នោះគួរតែអាត្មាអញលះបង់នៅកាយស្អុយនេះដែលពេញទៅដោយសាកសពផ្សេងចេញដើម្បីជាអ្នកមិនមានសេចក្តីអាឡោះអាល័យមិនមានសេចក្តីត្រូវការដោយរូបហើយចេញទៅបរោះបានស្រាយនៅសាកសពដល់ពូខ្ពើមរអើមដែលជាប់ឯដកក៏បីជាអ្នកមានសេចក្តីសុខទៅតាមទំនើងខ្លួនមានអំណាចខ្លួនឯងយ៉ាងណាមិញអាត្មាអញគួរតែលះបង់នៅកាយស្អុយនេះដែលជាទីប្រមូលមកនៅសាកសពផ្សេងចេញហើយក៏បីជាអ្នកមិនអាឡោះអាល័យមិនមានសេចក្តីត្រូវការចេញទៅយ៉ាងនោះដែរបរោះស្ត្រីទាំងឡាយទៅបន្តបងនៅករិយស័កក្នុងបង្គន់ហើយឥតមានអាឡោះអាល័យឥតមានសេចក្តីត្រូវការដើរចេញទៅយ៉ាងណាមិញក៏អាត្មាអញនឹងលះបង់នៅកាយស្អុយនេះដែលពេញទៅដោយសាកសពផ្សេងចេញទៅដោយជាបរោះស្ត្រីទាំងឡាយដែលបន្តបងវច្ចៈក្នុងបង្គន់ដោយឆ្នោះដែរម្ចាស់ទូកទាំងឡាយតែងលះបង់នៅទូកចាស់ដែលពុកភ័យលិចចូលទឹកឥតមានអាឡោះអាល័យឥតមានសេចក្តីត្រូវការវិញយ៉ាងណាអាត្មាអញនឹងលះបង់នៅកាយនេះដែលមានរុន9ហូរចេញជានិច្ចហើយចេញទៅដូចជាម្ចាស់ទូកលះចោលនៅទូកចាស់ដូចឆ្នោះឯងបរោះកាលដើរទៅជាមួយនឹងពួកចោលយកទ្រព្យជាប់ទៅផងឃើញភ័យអំពីការខូចខាតទ្រព្យក៏លះបង់ហើយដើរទៅយ៉ាងណាកាយនេះក៏មានឧបមាស្មើដោយមហាចៅអាត្មាអញនឹងលះបង់នៅកាយនេះចេញព្រោះខ្លាចខូចខាតនៅកុសលធម៌យ៉ាងនោះដែរលោកតថាគតក្នុងកាលនោះគឺជាព្រះបរមពុរិស័ទសមេតបណ្ឌិតដែលព្រះអង្គទ្រង់សម្ដែងតថាគតហ្នឹងគឺចំពោះព្រះសមេតបណ្ឌិតព្រះបរមពុរិស័ទក្នុងកាលនោះនឹងឯងគិតឃើញយ៉ាងនេះហើយក៏ឲ្យទ្រព្យជាច្រើនរួយកោតដល់ពួកជនដែលមិនមាននៅទីពឹងឲ្យដល់ពួកជនដែលអត់ទីពឹងពួកជនដែលមានទីពឹងក៏ដោយពួកជនដែលឥតទីពឹងនឹងក៏ដោយគឺថាឲ្យទៅទាំងអស់ហើយក៏ចូលទៅកាន់ព្រៃហែមពៀនមានភ្នំឈ្មោះធម្មិកៈនៅចិត្តព្រៃហែមពៀនតថាគតក៏ធ្វើអាស្រមសាងបណ្ណសាលានៅក្បែរភ្នំនោះតថាគតនិមិត្តនៅទីចង្ក្រមដែលមានសភាពប្រសិជ្ជៈនៅទោស5ប្រការនៅក្បែរអាស្រមបទនោះ
នាំមកនៅអភិញ្ញាពលៈដែលប្រកបទៅដោយគុណ8ប្រការលះបង់នៅសម្ពុតសាដកដែលប្រកបដោយទោស9ប្រការក្នុងអាស្រមបទនោះធ្លាកសម្ពុតសម្បកឈើដែលប្រកបដោយគុណ12ប្រការវិញលះបង់បណ្ណសាលាដែលប្រកបដោយទោស8ប្រការហើយចូលទៅកាន់ពលឈើដែលប្រកបដោយគុណ10យ៉ាងលះបង់ស្រូវដែលគេព្រោះដែលគេដាំដោយមិនមានសេះសល់កម្មយកនៅផ្លែឈើដែលជ្រុះឯងបរិបូរដោយគុណច្រើនប្រការថាគត់គួងជាយាមនៅក្នុងអាស្រមបទនោះញ៉ាំងយប់នឹងថ្ងៃឲ្យកន្លងទៅក្នុងទីអង្គុយទីឈរនិងទីចង្ក្រមលុះបានអភិញ្ញាពលៈក្នុងរវាងថ្ងៃទី7កាលដែលតថាគតសម្រាប់អភិញ្ញាហើយអ្នកមានវស័យនៅក្នុងសាសនានៃតបោះកាលនោះព្រះចិនស្រីព្រះនាមទីបង្កជានាយកនៃលោកទ្រង់បានត្រាស់ដឹងឡើងកាលព្រះសម្មាសម្ពុទ្ធចាប់បដិសន្ធិផងប្រសូតផងកាលត្រាស់ដឹងផងសម្ដែងនៅបឋមចក្រផងតថាគតជាអ្នកឆ្អែត